សូមនមស្ការព្រះចិនស្រីដ៏បរិសុទ្ធដែលផ្ដល់នៅសេចក្តីបរិសុទ្ធដល់ជនមិនបរិសុទ្ធទាំងឡាយផងចំពោះព្រះធម៌ផងចំពោះព្រះសង្ឃផងដោយសិរសាគឺត្បូងអស់កាលមិនដាច់សូមប្រគេនពរព្រះសង្ឃគ្រប់រូបដែលមានព្រះវិន័យធម៌និងស្រុកបារាយនិងព្រះគ្រូចៅអធិការវត្តបាណកមិនចេះវត្តបាណកណាបាណៈទេនៅវត្តបាណការាមវត្តបាណកចាទីឈ្មោះវត្តអីប្លែកណាបងទាំងព្រះសង្ឃគ្រប់រូបទាំងអស់ដែលមានវត្តមាននៅក្នុងទីនេះនឹងសូមចម្រើនពរលោកស្រីអគ្គនាយិកាបានកែវសោដាច័ន្ទម្ចាស់ហ្វ្រេនក្រុមហ៊ុនហានីវិនលោកហាត់តាតោព្រមទាំងក្រុមការងារព្រមរួមដោយលោកអាចារ្យគណៈកម្មការវត្តនិងញោមញាតិពុទ្ធបរិស័ទដែលជាចំណុះជើងវត្តបាណការាមក្នុងឱកាសថ្ងៃនេះញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់បានរៀបចំជាបុណ្យកឋិនទានសាមគ្គីមួយដើម្បីនឹងវេប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សានៅវត្តបាណការាមហៅវត្តបាណកដែលបានចាំព្រះវស្សាអស់3ខែមួយត្រែងមេដល់ថ្ងៃ15កើតខែអាសត់ជាថ្ងៃបវរណាកម្មចេញព្រះវស្សាដល់ថ្ងៃ100ក៏ជាកាលនៃកឋិនទានចូលមកដល់ក៏ញោមញាតិពុទ្ធបរិស័ទក្នុងពុទ្ធសាសនមណ្ឌលនេះជ្រះថ្លាគ្រប់ទីគ្រប់វត្តគ្រប់អារាមទូទាំងព្រះរាជាណាចក្រកម្ពុជាក៏ជាពិសេសគឺវត្តបាណការាមនេះក៏ញោមញាតិពុទ្ធបរិស័ទរៀបចំជាអង្គកឋិនទានមុខសាមគ្គីមួយដើម្បីនឹងវេប្រគេនដល់ព្រះភិក្ខុសង្ឃដែលលោកគង់ចាំវស្សានៅក្នុងវត្តបាណការាមនេះក្នុងកម្មវិធីបុណ្យកឋិនទាននេះញោមញាតិពុទ្ធបរិស័ទបាននិមន្តអាត្មាភាពមកជាធម្មកថាចារ្យដើម្បីនឹងសម្ដែងធម៌ទេសនាជាបដិការៈតបស្នងឆ្លងសទ្ធាទឹកបតីទឹកចិត្តរបស់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ក៏ឲ្យមានទឹកចិត្តជ្រះថ្លាក្នុងអំពើដែលជាកុសលផ្សេងនៅក្នុងព្រះពុទ្ធសាសនានោះក៏ជាពិសេសគឺបុណ្យកឋិនទាននេះពិតមែនតែញោមញាតិពុទ្ធបរិស័ទជ្រះថ្លានឹងបុណ្យកឋិនទាននេះប្រារព្ធធ្វើបុណ្យកឋិនទាននេះរៀងរាល់ឆ្នាំប្រគេនដល់ព្រះភិក្ខុសង្ឃគ្រប់វត្តអារាមទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជានោះតែនៅឡើយញោមញាតិមិនទាន់យល់អំពីកិច្ចដែលត្រូវធ្វើកឋិននឹងត្រូវប្រារព្ធយ៉ាងណាធ្វើយ៉ាងណានោះអត់ទាន់បានដឹងច្បាស់លាស់ទេអាស្រ័យនេះធ្វើទេសនាក្នុងឱកាសថ្ងៃនេះមិនបានលើកយកគោលធ្វើដតីណាដែលគម្លាតឃ្លាតឆ្ងាយពីកម្មវិធីបុណ្យមកសម្ដែង
ជួនដល់ញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាទេគឺលើកយកអំពីបុណ្យកឋិនទាននេះក៏មកសម្ដែងវែកញែកបញ្យលញោមញាតិពុទ្ធបរិស័ទឲ្យបានយល់ដឹងគ្រប់គ្នាប្របុណ្យកឋិនទាននេះញោមញាតិធ្វើគឺចេះធ្វើតាមគ្នាទៅបងតែมันបានយល់ទេដឹងទេតែធ្វើទេសនាថ្ងៃនេះទីហើយក៏រង្គៀយសេចក្តីលំអិតសេចក្តីក្នុងបុណ្យកឋិននោះជូនដល់ញោមញាតិគ្រប់គ្នាឲ្យបានយល់ដឹងពីកិច្ចបុណ្យកឋិននេះដើម្បីងាយស្រួលប្រារព្ធធ្វើបុណ្យកឋិននឹងទៅខាងមុខទៀតប៉ុន្តែមុននឹងសម្ដែងវែកញែកពីកឋិននេះអាត្មាភាពសូមលើកយកវត្ថុនិទានបបហេតុដែលកើតបុណ្យកឋិននេះតើកើតពីត្រឹមណាមកមានពីត្រឹមណាមកយកមកសម្ដែងជូនដល់ញោមញាតិពុទ្ធបរិស័ទទាំងឡាយដែលជ្រាបសម័យមួយនោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងទ្រង់គង់ប្រថាប់នៅវត្តចេតពុនវណ្ណារាមដែលអនាថបិណ្ឌិកសេដ្ឋីសាងថ្វាយនៅជិតក្រុងសាវត្ថីនោះសម័យនោះក៏មានភិក្ខុដែលគង់នៅក្នុងដែនបាថាក្នុងយោជនីថាបាវ៉ាប៉ុន្តែក្នុងបៃដកលោកថាបាថាភិក្ខុទាំង30រូបនោះលោកសមាទានទុដង4គ្រប់ទាំង30រូបទុដងពាក្យថាទុដងនេះគឺជាធ្វើវត្តមួយសម្រាប់កំចាត់នៅកិលេសនេះពាក្យថាទុដងណាលោកសមាទានទុដង4ទុដងទី1អរញ្ញិកាភិក្ខុទាំង30រូបនោះស្ថិតនៅក្នុងព្រៃជាប្រកដីទីវាលលោកអត់ដែលគង់នៅទេក្រោមម្លប់ឈើក្រោមនៅវត្តលោកអត់ដែលនៅក្នុងព្រៃស្ងាត់ព្រោះលោកហាមឃាត់រារាំងមិនឲ្យភ្នែកនោះទទួលរូបដែលល្អតិចទទួលសម្លេងដែលពិរោះច្រមុះធំក្លិនឈ្ងុយឆ្ងាញ់ដាតប៉ះពាល់រសជាតិឆ្ងាញ់ពិសានឹងសម្ភារការប៉ះពាល់ត្រូវជាកិលេសពេលលោកហាមឃាត់ចិត្តបានលោកទៅនៅព្រៃហ្នឹងទៅដងទី2បណ្ឌបាតិកាភិក្ខុទាំង30រូបនោះលោកអាស្រ័យបណ្ឌបាតរាល់ព្រឹកយកមកឆាន់អាហារណាដែលកើតក្រៅបាតញោមញាតិប្រគេនខាងក្រៅបាតលោកអត់ទទួលឆាន់ទេឆាន់តែអាហារណាដែលញោមញាតិដាក់ប្រគេនលោកក្នុងបាតជាប្រកដីរៀងរាល់ថ្ងៃទុដងទី3បង្សកលរិកាលោកត្រង់នៅជាវបបង្សកលពាក្យថាចៃវបបង្សកលនេះប្រែថាសម្ព័ន្ធដែលប្រឡាក់ដោយភក់ដោយធូលីដោយជ្រឹមដែលញោមញាតិក៏វែងចោលឈប់អាល័យហើយញោមញាតិក៏វែងចោលសម្ពុតមានមួយចង្អាមមានមួយទាមានមួយហាត់លោកដើររើក៏ដើររើសម្ពុតដែលញោមញាតិក៏វែងចោលយកមកដេកភ្ជាប់គ្នាចេះតែយកមកដេកទៅផ្ទាំងតូចផ្ទាំងធំទៅថាបានប៉ិនប្រមាណចពោដែលលោកតម្រាប់បានហើយម្យ៉ាងទៀតលោកទៅទាស់យកស្នប់សម្ពុតស្នប់ដែលគេសាកសពរុំសាកសពយកទៅចោល
บ่ពីបុរាណមកនៅស្រុកព្រះហ្នឹងសាកសពគេរុំមកគេទៅចោលក្នុងព្រៃបាឆាទីបាឆាគឺព្រៃដែលគេចោលខ្មោចស្រស់បើយកទៅចោលទៅដើម្បីឲ្យក្អែកឲ្យឆ្មាតឲ្យទៅចោឲ្យស្វាងសត្វណាដែលវាបរិភោគសាច់ពួកសត្វទាំងអស់នោះទៅបរិភោគសាកសពហ្នឹងឯងផងហើយដល់មានខ្ទុះមានឈាមហូរចេញពីទ្វារទាំង9នោះទៅប្រឡាក់សម្ពុតស្នប់រុយទៅរោមละខ្មៅងឹតព្រោះសត្វរុយនៅក្លិនអាសុំនេះគឺវាស្រក់ក្លិនណាបងទៅរោមចិត្តលោកទៅទាស់ពិចារណាយកស្នប់នោះឯងយកមកបោកគក់ទឹកបងគឺស្អីអាសោចណាបងយកទៅយកមកបោកគក់ទឹកលៀងហើយយកមកដេរជាជ័យបោហើយសម្ពុតស្នប់ទៀតសោតកាលណាបើគេរុំសាកសពថ្មីយកទៅចោលមិនទាន់មានខ្ទុះឈាមហូរចេញពីទ្វារទាំង9ទៅប្រឡាក់សម្ពុតទេអាមក្នុងវិន័យអត់ទៅទាស់ពិចារណាយកបានទេតែមានខ្ទុះឈាមហូរចេញពីទ្វារទាំង9ទៅប្រឡាក់អស់បានយកបានក្នុងវិន័យព្រោះឈ្មោះថាសម្ពុតចៃវរបាំងសកលខ្ញុំគិតមើលមកសម្ពុតនោះគេចោលអស់ហើយមានណាឡៃសំណោះទេគេអត់ប្រកាន់ថាជារបស់គេទៀតទេហើយគេហៅថាសម្ពុតបាំងសកលហើយដល់ប្រសង់លោកយកមកប្រើក៏លោកអត់មានចាត់ជាប់ជំពាក់ឯនៅជប៉ុនហ្នឹងគ្រាន់តែយកមកបិទបាំងរាងកាយការពារមូសសុចស្រាំងស្រួយក្អែបទួយពោះតូចពោះធំកុំឲ្យវាមករោមនោះមកយាយីរំខានតែចាត់ជាប់ជំពាក់អាឡ័យនៅជប៉ុនគឺមានទេអត់មានទេបងរបស់ដែលវាអត់មានអីដែលមានសម្រស់សម្ពាត់ឲ្យគួរនឹងអាឡ័យអត់ហើយសប្តាហ៍នេះគេហៅបដិចៃវរកាបដិចៃវរនេះគឺគេធ្វើពីសូត្រធ្វើពីប្រេធ្វើពីសម្ពុតល្អយកមកប្រគេនព្រះសង្ឃលោកអ្នកប្រាអាចជាប់ជំពាក់ចាត់ជាប់ជំពាក់ណាស្រឡាញ់ជាពោសូត្រពោប្រេអានេះគេថាចាត់វាជាប់ជំពាក់ណាបើសម្ពុតបាំងស្កលអត់មានជាប់ជំពាក់តែទួយទេបងនេះអាត្មាសំញរៀបចឹងបច្ចាត់ពួកភិក្ខុដែលជាប់ជំពាក់នឹងជីវរនោះមានប្រតិរៈមួយអង្គនាមប្រទេសសថេនេះប្អូនស្រីលោកធ្វើជីវរយកទៅប្រគេនលោកជីវរនោះល្អបោសាច់ភ្លឺតែប្រគេនទៅលោកពេញប្រទេសសពប្រទេសស្រឡាញ់ចិត្តជាប់ជំពាក់នឹងជប៉ុននោះលោកស្ទៀមអែចិត្តជាប់វាមិនលេងទេតែឃើញបានឲ្យតែព្រឹកស្អែកឡើងនឹងតម្រាប់ជប៉ុននោះទៅបិណ្ឌបាតចិត្តជាប់ជំពាក់ខ្សែស្រៀងដាក់អែបកន្លែងលោកសាំងក៏លោកមើលតែជប៉ុននោះឯងជំពាក់ហ្នឹងមើលល្អបពេញចិត្តតែព្រឹកស្អែកឡើងតម្រាប់បានឲ្យតែភ្លឺតម្រាប់ចូលទៅភូមិទៅបិណ្ឌបាតដល់គាត់ជួនរាត្រីយប់នោះលោកឆានអាហារទៅអាហារនោះវាមិនអកខ្យល់នៅក្នុងពោះហ្នឹងបងវាមិនដើរពោះខ្យល់ប៉ោងពោះហ្នឹងតែប៉ោងពោះហ្នឹងទៅបងធ្វើឲ្យលោកសង្កត់យប់ហ្នឹងឯងដោយសារអំណាចខ្យល់ដាស់ក្នុងពោះហ្នឹងតែក្នុងពេលដែលខ្យល់ដាស់ពោះលោកសង្ឃផ្អៀងមើលតែជប៉ុនហ្នឹងឯងចាត់ជាប់ជំពាក់ខ្លាំងណាស់បងលោកដាច់ខ្យល់ស្លាប់ទៅកើតជាសត្វចៃនៅក្នុងជប៉ុនអានេះចាត់ជាប់ជំពាក់ព្រោះធម្មតាកាលណាបើមានភិក្ខុលោកសង្កត់ទៅមានគ្រឿងបរិក្ខាររបស់ផាត់លោកហ្នឹងលោកសង្កត់ផុតទៅគេត្រូវចែកស្បង់ជប៉ុនឬគ្រឿងអីដល់ភិក្ខុទីលានឧបថាអ្នកដែលរសាជំងឺនោះបើប្រទេសស្ថានលោកអាពៀនបើឆាប់ពេកក៏អត់មានលោកដែលពេទ្យរសាជំងឺទេដល់ចោលភិក្ខុហ្នឹង
ก็นึกเคยแต่โลสะกดพอตายก็ยกใจบอnó từ chạy cái nàyแต่โยใจบอใจนี้ใจได้เน่าขนมจะโปเนาะรถสไลด์เป็นนั่นเองไอ้ถ้าไม่บ้านเนี่ยไอ้หมกล้อนโยจะโปยังtừ chạy cái nàyยังสไลด์ใจสไลด์ผู้วิเคราะห์ลือเตะพอแต่เป็นน้องเป็นสมาสัมพุทธลูกเมียนเป็นซอเติมน้องสำเร็จเป็นสับใจก็ลุกลือได้ตอนเช้าเราเยี่ยงมอปีก่อนก่อนแต่ก่อนมอขัดผู้วิเคราะห์ทำเนี่ยวิเคราะห์ทั้งหลายโจเนี่ยทั้งหลายตุกใจบอเตสแทนในสันอันนี้ไอโยใจบอระบอเตสแทนนี่หมดใจที่นี่โนเตสแทนเกิดใจนั่งจะโปนไอ้ลูกจับจะเบียดจับพอสันเนี่ยต่างหลายเราคนนี้โยใจว่าหมดใจสัตใจนุ่มเมียนตูสะก็มันพลังล้างเจ้าสลายเต้าสลับเต้ามาเชื่อนตีบาเต้ามาเชื่อนตีแต่จังพอปนลูกค้าแต่ในไอ้สมตุกใจว่าเนาะไอ้กรุ๊ปผมเป็นทางไอ้สันจำทางไอ้ตีผมไว้สมโยมหมดใจคนนี้เพราะอายุใจนักบ้านนะผมเป็นทางไอ้เด็กใจนั้นเราออกชีวิตแต่ไทยตีแบบไว้มาโยจะโปน้องหมดใจกันนี่เพราะนั้นการจัดเชือกจำเป็นของจะโปนั่นอย่างนี้บางที่เขาแต่งสามสัตว์ลูกปลาใจบอกบางสโกลปลาก็ปลาต้องคอมเมนต์อะไรกันเชือกจำเป็นจัดไอ้ติดตัวเลยนี่ยัยปีใจบอกบางสโกลด้วยขนมสาวะระบบประสมาสัมพุทธเชี่ยบรมครูยังเมียนประมหากาสอมกรมระบาโลกประกาศเชี่ยเมสกวนต่างโลกสมาเตียนพระใจว่าบางสโกลแหละต่างปูโลกปูกรมประกาศแต่ลูกใหญ่ใหญ่แต่ปีอัปไปชะปัฒนาแต่งลูกอัปปัฒนาจรานเดสำได้ลูกใหญ่สัตปัฒนาแต่งส่งไปตัวเป็นเด็กบ้านลูกเป็นบ้านแต่ละม้อมาละม้อมาใช้ลูกม้ออาจเป็นตัวที่นี่ละอัปไปฉะพัฒนามาแต่งของมันก็ลูกพระเจ้าว่าบางสโกลเตอร์ลูกเมียนวิจักจะเรียกรำเกลียหายลูกโจลต์ไปบังคุมพระสมมาสัมพุทธโจลต์พระสมมาสัมพุทธลูกโตเหมือนตัวเคยทั้งกาสอมจากจะเรียกรำเกลียตรตรงใจว่าปังสโกลวันนั้นกระโดดโอ้ยจะโยนสัมพุทธแสดงคลักโอ้พอสัญโยมเย็นก็ไม่เจ้าละนายมพระสัมพุทธสมุกรงเคยประกาศสับลูกตรตรงใจว่าปังสโกลพอปนลูกตั้งกาสับจากจะเรียกรำเกลียมาตรตรงใจว่าปังสโกลตีนวันนั้นจังพระองค์ตรงเปลี่ยนเมียนเปรมิตาพระตุกาสอบกาสอบเนี่ยไอ้เจ้าใจว่าบังสโกลลงเตอให้พระองค์ลุกดอกใจว่ากับปะได้ใจว่าปีพระองค์ลุกปะเตียนไอ้ประกาศสับปรากับปะได้ใจว่าคือใจว่าเดินละอสับทั้งไงเนี่ยมาสังปรากับปะได้ใจว่าทั้งออกพอละอสมบูรณ์อันเมียนปะเนปะนามาพระองค์ปะเตียนกับได้ใจว่าต้องประกาศสัพพะขนมปูสาวะระบอบประสมาสัมพุทธกรบอมเมียนแต่กาสอบแต่เด็กบานตุตูลใจว่าเจ้าหลังปีพระพุทธเจ้าบรมครูปรานี่เชียเอตตะเกียค้างถูกต้องมึงสอนเราเงียเฉียบเราจำนายเป็นแล้วไปยูได้ปริบเราปิใจว่าบังสโกลเราไม่จำอายุเงียยศถ้าใจว่าบังสโกลนั่นยังไงเปียตะปังสกอลมาในสมบูรณ์ได้เวียบละโดยปวดโดยจำสโมกรูคือก็เว้นเจ้าแล้วก็ชอบอะไรลูกตัวเรื่องยอมมาตัวใจบ่อนี่เปียตะปังสกอลแล้วมาได้ยมเยี่ยนสลับอัดมาในสอดเชิงนั้นสลับมาเนี่ยยมเยี่ยนดังอย่างนาเท่เนี่ยมาธรรมะสำได้อายมเยียดยอดอะไรเปียทับมังสโกลแล้วก็สมบูรณ์ได้แบบประละได้โผล่ชราไม้เกี่ยวกับเวงเจ้าอัญญาไหลเนี่ยอันนี้ถ้าดงตีใบระบอบปูบิโคแตง3 ถ้าดงตีบุญเตเชบริกาบิโคแตง3ลูกปลา
ចៃវរតែ3ទេសបង1ចៃវរ1សង្កដី1អត់មានសម្ពត់ងូតសម្ពត់ណាដែលយកមកបន្លាស់ផ្លាស់ប្ដូរអត់មានទេបងអត់មានទេប្រើតែ3កាលណាបោកគក់ស្បង់ទៅស្លៀកដណ្ដប់ចពោអាបោកគក់ចពោទៅដណ្ដប់សង្កដីបដូរប្តេញតែ3ប៉ុណ្ណាអីយ៉ាងនេះតែអង្គស័កក៏មានសម្ពត់ងូតអត់មានទេប្រើតែ3បងបាននេះតែលោកកាត់បន្ថយកិលេសបំព្រួយយកកន្លែងមកនេះពិខុទាំង30រូបនោះក៏ចំណាយពេលអធិប្បាយពីពិខុ30រូបដែលសមាទានទៅដង4ហ្នឹងក៏នាំឲ្យខូចពេលវេលាយូរដែរប៉ុន្តែសំខាន់ត្រូវតែសម្ដែងឲ្យញោមញាតិដឹងសំខាន់ណាស់ហើយភិក្ខុទាំង30រូបនោះជួនជាចិត្តដល់ថ្ងៃចាំវស្សាហើយក៏បបួលគ្នាធ្វើដំណើរទៅកាន់សំណាក់ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅនោះគឺវត្តចេតពុនក្រុងសាវត្ថីគិតស្រោចស្រួលមូលមតិនោះក៏ធ្វើដំណើរទាំង30រូបនោះធ្វើដំណើរទៅពិបាកណាស់ណាញោមញាតិផ្លូវថ្នល់អីមិនសូវមានដូចយើងសប្តាហ៍ថ្ងៃជាង2000ឆ្នាំមុនកំសត់ណាស់មានផ្លូវធំមួយរង្វើលផងក៏ទីទៅតាមស្រុកស្រែសិតតែធ្វើដំណើរកាត់វាលកាត់ព្រៃផ្លូវជើងណាញោមញាតិផ្លូវជើងកាត់ព្រៃមានតែផ្លូវធំធ្វើដំណើរមកវាពិបាកយឺតយូរម្ល៉េះពួកភិក្ខុ30រូបហ្នឹងធ្វើដំណើរទៅកាន់វត្តចេតពុនទៅអត់ដល់ទេវាយឺតពេកទៅដល់ទៅពាក្យកណ្ដាលផ្លូវកៅស្រុកសាកែពីស្រុកបាថានឹងមកសាកែ6យោជន៍ក៏មកនៅដល់ថ្ងៃចាំភាសាក៏ចាំភាសាហ្នឹងទៅអត់ទៅទីរួយនំនេះសមាទានអធិដ្ឋានចាំភាសាហើយភិក្ខុទាំង30រូបនឹងចាំភាសានៅក្នុងស្រុកសាកែនោះក៏រសាប់រសល់រសេះរសោះកង្វល់កង្វាយក្នុងប្រទេសលោកគ្រប់តែគ្នាព្រោះកិច្ចការដែលបំណងទៅវាអត់បានសម្រេចពេលមិនមែនតែភិក្ខុ30រូបទេសំបីតែញោមញាតិគ្រប់គ្នាក៏ដូចតែគ្នាកាលណាធ្វើកិច្ចការឲ្យมันសម្រេចរសាប់រសល់នៅអត់ស្ងៀមទេអាយ៉ាណាមិនភិក្ខុ30រូបលោកកង្វល់កង្វាយអបសោកថាសេចក្តីប្រាថ្នាទៅវាមិនបានទៅដល់ទិសដៅហ្នឹងព្រោះទៅនៅស្រុកសាកែក៏ចាំភាសាហ្នឹងទៅហើយពីស្រុកសាកែទៅវត្តចេតពុនឆ្ងាយ6យោជន៍តែពាក់កណ្ដាលក៏នំនេះត្អូញត្អែទាំងយើងហើយមិនគួរសោះពីសាកែនេះទៅវត្តចេតពុនទៅ6យោជន៍ពីសាកែទៅបាថា6យោជន៍ពាក់កណ្ដាលមិនគួរទៅមិនដល់ក៏ភិក្ខុនោះត្រឹមនៅចាំភាសានៅកន្លែងនោះទៅគាត់ជួនដល់ពេលដែលចេញភាសាហើយ90ថ្ងៃ3ខែហើយដល់ថ្ងៃបវារណាកម្មចេញភាសាគឺថ្ងៃពេញបោខែអាសត់ភិក្ខុនោះក៏បវារណាកម្មចេញភាសារួចក៏ធ្វើដំណើរតទៅទៀតដំណើររបស់ពួកភិក្ខុនោះតើយើងឆ្នាំនេះញោមញាតិមកចេញភាសាមានតែអស់លៀងឯណាលៀងជោគចំក៏ទឹកស្ទឹងទឹកព្រែកជន់ព្រាបណាពេលណីពួកភិក្ខុហ្នឹងចេញភាសាទៅក៏ធ្វើតាណាទៀតកាត់វាស្រែទៅលុយឆ្លងស្ទឹងឆ្លងព្រែកទៅដេបតដាបទៅស្បង់ចពោទៅទឹកជោគអស់អត់មានសាលតែបលៈពួកផងជោគដោយទឹកផងមើលទៅសមោវាមិនគួរក៏បីមើលធ្វើដំណើរចូលទៅដល់វត្តចេតពុនទៅក្រាបបង្គំព្រះសម្មាសម្ពុទ្ធនោះចូលទៅដល់ហើយក៏បរិយាយរៀបរាប់ពីសេចក្តីនឹករលឹកចំពោះព្រះសម្មាសម្ពុទ្ធនោះហើយសួរអំពីព្រះកាយពលព្រះអង្គមិនមានអាពាហ៍ទេការ
ងើបឈរឡើងកាងអង្គុយចុះរបស់ព្រះអង្គនឹងដោយរហ័សទេសាកសួរសពគ្រប់រួចហើយពូភិក្ខុទៅនោះក៏អង្គុយនៅស្ងៀមទៅញោមញាតអង្គុយស្ដាប់ធ្វើអីក្នុងមុខព្រះសម្មាសម្ពុទ្ធធម្មតាប្រពៃណីរបស់ព្រះពុទ្ធគ្រប់ព្រះអង្គដែលត្រាស់ដឹងនៅលើផែនដីយើងនេះអង្គណាដូចអង្គណាប្រពៃណីរបស់លោកកាលណាមានពូភិក្ខុចូលទៅកើតហើយលោកតែងសួរសំណួរ4យ៉ាងកាន់ពូភិក្ខុសំណួរទី1សួរតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយល្មមអត់ត្រឹមបានទេហើយទី1ទី2សួរតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយល្មមប្រព្រឹត្តទៅបានទេហើយទី3សួរតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយព្រមព្រៀងគ្នាល្អសាមគ្គីគ្នាទេក្នុងក្រុមរបស់ពួកនេះឯងនេះឬក៏មានទើសតែងខ្វែងគំនិតសម្លក់សម្លឹងមិននិយាយរកគ្នាសាមគ្គីក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធប្រយ័ត្នបំផុតកាលណាព្រះសម្មាសម្គ្គីហើយពួកក្រុមនោះនឹងអន្តរាយទាំងពីរពូកាលណាអន្តរាយដែរនេះធ្វើសាមគ្គីមកព្រះអង្គលោកសួរអន្តខានទី4លោកសួរតមនាលភិក្ខុទាំងឡាយទីកន្លែងអ្នកទាំងឡាយនៅនោះមានញោមញាតប្រគេនអាហារបិណ្ឌបាតឲ្យល្មមនឹងយ៉ាងអត្តភាពឲ្យប្រព្រឹត្តទៅបានទេលោកសួរអញ្ចឹងសំណួរ4ឥឡូវភិក្ខុឆ្លើយទៅពុទ្ធវិញថាបបិទ្ធព្រះដ៏មានពភាយើងចំទាំងអស់គ្នាល្មមនឹងស៊ូត្រឹមបានអំពីខណ្ឌ5ដែលវាកើតទុកនឹងបរូបវេទនាសញ្ញាសង្ខារនឹងកើតទុកលំបាកឈឺចាប់ឲ្យល្មមស៊ូបានទី2ធ្វើវិន័យដែលព្រះអង្គសម្ដែងឲ្យល្មមនឹងប្រព្រឹត្តទៅបានទី3ពួកយើងខ្ញុំនឹងមានសាមគ្គីរួបរวมគ្នាល្អណាស់មិនដែលមានអ្នកណាទើសតែងខ្វែងគំនិតសម្លក់សម្លឹងឲ្យគ្នាទេសំបីតែក្នុងចំណោមភិក្ខុ30រូបភិក្ខុណាមួយដែលមានជំងឺភិក្ខុ29រូបទៅស្រាក់ជួយព្យាបាលជំងឺនោះគ្មានអង្គុយមើលទេបងនេះរៀបរាប់ពីការព្រមព្រៀងនេះនោះព្រឹកឡើងទៅបិណ្ឌបាតភិក្ខុណាដែលមកដល់វត្តមុនមកដល់រៀបកន្លែងឆាន់តម្កល់ទឹកឆាន់តម្កល់ក្រាលកន្ទេលភេជ្ជៈឲ្យទាំងអស់រងចាំភិក្ខុដែលតែមកដល់ភិក្ខុដែលមកដល់ខ្លះក៏ឆាន់ព្រមព្រៀងនៅអត់មានបែកកន្តែរលែងអីទេឆាន់តាមកត់តាមកន្លែងអត់មានទេគឺរូបរวมនេះឆាន់មកដុំគ្រប់គ្នានេះបានយើងសប្តាហ៍ថ្ងៃនេះវត្តមួយមានឧបឋានសាលាបើយើងមកព្រមព្រៀងរួបរวมឆាន់គ្នាឲ្យជុំគ្នាទាំងអស់ក្នុងវត្តនេះបង្ហាញនៅភាពសាមគ្គីដល់ញោមញាតពុទ្ធបរិស័ទលោកគ្រូចៅអធិការគ្រូសូត្រឆ្វេងស្ដាំភិក្ខុសាមណេរមកឆាន់ជុំនៅឧបឋានសាលានេះគេធ្វើសាលាសម្រាប់ឲ្យឆាន់ណាបើឆាន់យ៉ាងនេះបានការសាមគ្គីធ្វើនឹងមានដល់ក្រុមភិក្ខុនៅកន្លែងនេះសំបញ្ញត្តិសាមគ្គីបងតបែកបាក់វត្តនឹងអត់ចម្រើនរងរឿងទេរួចបញ្ញាទី4ឆ្លើយថាបបិទ្ធព្រះដ៏មានពភាយើងខ្ញុំព្រះអង្គទីស្នាក់នៅនោះមានញោមញាតជ្រះថ្លាបើគេណាហាបិណ្ឌបាតឲ្យល្មមនឹងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានស្រួលមិនខ្វះខាតអីទេអានេះនិយាយពីហាបិណ្ឌបាតនេះឆ្លើយសួរសំណួរដែលប្រពន្ធលោកសួរតែពួកភិក្ខុនោះត្អូញត្អែខាងក្រោយទាំងបបិទ្ធព្រះដ៏មានពភាយើងខ្ញុំព្រះអង្គលំបាកនឹងការធ្វើដំណើរពីក្រដែនបាថាមកកាន់វត្តចេតពន្ធដែលព្រះអង្គគង់នៅនេះមកតាំងពីមុនចូលភាសាផ្ដេសមកវាអត់ទាន់ប្រចាំភាសានៅពាក្យកណ្ដាលផ្លូវស្រុកសាកែចេញភាសាឲ្យធ្វើដំណើរមកទៀតកាត់ទឹកកាត់ហូបព្រះសម្មាសម្ពុទ្ធព្រះអង្គថាតូចមើលស្បង់ជីវររបស់ខ្ញុំព្រះអង្គនេះប្រឡាក់ដោយទឹកទាំងអស់អូនតែ
បញ្ហា4ខាងដើមថាអត់មានបញ្ហាទេដល់ក្រោយគឺបញ្ហាតើមកថ្វាយគុំបានព្រះសម្មាសម្ពុទ្ធលោកទ្រង់តោតឃើញតាំងពីពួកភិក្ខុនឹងមកដល់ហើយគឺទៅទឹកស្អងចពោសមតណាបានព្រះអង្គទ្រង់ពិចារណាថាបើសិនណាចិត្តថាគាត់បានអនុញ្ញាតកឋិនតារកិច្ចនេះដល់ភិក្ខុសង្ឃក្នុងពុទ្ធសាសនានេះសម្បាភិក្ខុទាំង30រូបនឹងមិនលំបាកទេការដែលធ្វើដំណើរមកដល់ព្រះអង្គតូនយល់ចឹងបានព្រះអង្គទ្រង់អនុញ្ញាតកឋិនក៏អនុញ្ញាតកឋិនចំពោះភិក្ខុ30រូបនោះឯងដោយមានពុទ្ធិកាថាអនុជានាមភិក្ខវេវសង្ឃវុទ្ធានំភិក្ខុណំកឋិនំអត្តរិតំធម្មនាលភិក្ខុទាំងឡាយដល់ថាគាត់នឹងអនុញ្ញាតនៅកឋិនតារកិច្ចនេះដល់ភិក្ខុសង្ឃក្នុងពុទ្ធសាសនានេះសម្រាប់អ្នកទាំងឡាយដែលបានចាំភាសារួចហើយបវរណាចេញហើយក៏មានអាចមានសិទ្ធិនឹងទទួលអនុមោទនាក្រាក្រងកឋិននឹងបានព្រោះនេះឧបហេតុដើមរបស់កឋិនវត្ថុនិទានហើយកើតអំពីពួកភិក្ខុទាំង30រូបនោះហើយត្រង់អនុញ្ញាតនៅក្នុងវត្តចេតពន្ធសុគន្ធកដីនេះកឋិនកើតអាហ្នឹងបងបានជាញោមញាតបានធ្វើបុណ្យកឋិនរហូតតរៀងដល់សប្តាហ៍នេះ2000ឆ្នាំហើយកឋិននឹងមកយ៉ាង2000ឆ្នាំហើយជាធ្វើកឋិនអានេះវត្ថុនិទានប៉ុណ្ណឹងណាញោមញាតចាំអនុញ្ញាតចំពោះភិក្ខុ30រូបនៅវត្តចេតពន្ធសុគន្ធកដីនោះមានទីកន្លែងច្បាស់លាស់តែឡើយនិយាយពីកឋិនរបស់ញោមញាតកឋិនរបស់ញោមញាតនេះសប្តាហ៍នេះញោមញាតបានស្ដាប់ធម៌ទេសនាធម្មកថាលោកសំដែងទៅការធ្វើកឋិនយល់ដឹងទៅឲ្យងាយស្រួលបើកឋិនពីមុនពីដូនតាអាត្មាហ្នឹងអាត្មានៅតូចអូយពិបាកដែរញោមញាតគាត់តែគិតធ្វើកឋិនមួយឆ្នាំ2ឆ្នាំតម្រាំនឹងបានធ្វើកឋិនកើតសួរថាម៉េចបើវាយូរអញ្ចឹងថាវាយូរអញ្ចឹងព្រោះក្នុងកឋិនហ្នឹងវាមានបរិវារមានទូមានក្រែមានមុខមានចានមានឆ្នាំងមានជ្រុញមានត្បាល់បុកគ្រឿងសពគ្រប់មកគ្រឿងបោះប្រើក្នុងផ្ទះមានទាំងអស់តែអញ្ចឹងវាយូរក្រវាត្រូវប្រមូលរបស់អត់ហ្នឹងរួចស្បង់ចៃវរទៀតសោតដេដៃទេណាញោមញាតមានម៉ាស៊ីនណាដេញោមញាតស្ងាយទេដៃទេប្រៃចៃវរគាត់តែដេចៃវរហ្នឹងមួយខែ2ខែណាំនេះចែកគ្នាដេត្រឹមបានកើតជាត្រៃហ្នឹងមិនងាយទេសោះថ្ងៃទេបបាចឹងនេះសម្រាប់កឋិនពីបុរាណប៉ុន្តែដល់វិន័យក្នុងកឋិនច្បាប់ក្នុងកឋិនអត់មានអីច្រើនដល់ប៉ុណ្ណោះទេញោមញាតទូក្រែមុំចានឆ្នាំងអីក៏បរិវារកឋិនមានក៏បានមិនមានក៏បានអត់អីទេបងប៉ុន្តែបើញោមញាតមានបរិវារនោះផងក៏ជួយដែរក៏វត្តខ្លះលោកខ្វះចានខ្វះឆ្នាំងអីទៅបែកអស់ទៅខ្វះឆ្នាំងសន្លចាំងបាយអីញោមញាតបានធ្វើមកក៏បានលោកប្រើតែក្នុងកឋិនអត់មានទេអត់មានទាកតោនឹងចានឆ្នាំងអីទេសំបីតែបានថងយាមស្បែកជើងផ្លិតអីក៏អត់មានទាកតងនឹងកឋិនដែរទីច្បាប់កឋិនអត់មានទេយកមានមកបានថងយាមគេទុកជាបរិវារកឋិនមិនមានក៏បានដែរអត់មានបញ្ហាទេបានពាក្យថាកឋិននេះកឋិនប្រែថាទានដែលញោមញាតឲ្យទានចៃវរដល់ព្រះភិក្ខុសង្ឃលោកយកធ្វើកឋិននៅលើចៃវរទេរបស់ទានអត់ទេនេះសំដែងឲ្យច្បាស់លាស់ឲ្យបងពេញប្រកបច្បាស់លាស់ចឹងហើយកឋិនពីសម័យនោះ
เปรียบประมาณถ้าไอ้วัดบ้านนอกเนี่ยเมียนโยมเย็นมาสมดักกระเทนนายลูกรู้ลูกตูลเราข้างกลายมาเมียนโยมมือเด็ดทำมาสมโยกระเทนมาดักเนี่ยลูกรู้ลูกอัตตูเลยงานโยมเย็นมาจามุนดังกลางอามเนี่ยบัดเปล่าเอาโชว์เลยบ้านนี้จะบ้านแต่มวยกระเทนสู้ทำไมบ้านเชียลูกรู้ก็ลงมันเห็นตัวตัวกระเทนตีปีโยมเย็นเนี่ยมาจากระเทนตีมวยก็มันอ่านยาทำมอไปกี่ย้อนถ้ากระเทนเมียนอังทมตะมวยแต่ไตรทมนะโยมเย็นก็ไตรทมไอเมียนไตรโตทั้งปีอ๋อไตรโตสำหรับลูกเนี่ยได้ยัดเตะกระเทนนั่งกี่ประเกณฑ์มาไตรแต่ไตรทมได้กรองน้องเมียนตะมวยจ้ะหายเนี่ยมาจากกระเทนก็ได้ลูกครูได้ลูกยอดท่าจังบกระเทนปีใบอังนะว่าเมียนปีใบอ่ะการนาบลูกโครงอังกระเทนระบายเยอะมาจากกระเทนก็บานปอนกระเทนเต่าปากกราลอัตรายระบายเนี่ยน้อยเยอะอัดบานเดยยอดทันจังยอมยันมาบ้างยอดทันจังตามเป็ดเต่าเมนเรื่องในยอมยันกันเดกระเทนเนาะต่อไปจะเมียนมาร้อยไตรก็ได้ลูกกราโครงไตรเนี่ยนาเนี่ยดัตยที่ได้ลูกมาเขาก็บ้านปนกระเทนต่างออกราธมาสำเลิกวัดโทษไอเตียนกระเทนปีสมัยประพจน์กระเทนปีสมัยประพจน์แม่นได้กระเทนโยมสัตย์ไงกันมอเชียสปังเชียเจบอสรักสำรักรูปอมอเป็นโยมเยอะจัดแจงเพื่อเลยเนาะกระเทนปีสมัยประพจน์มอเชียสมปวดแต่โยมเยอะสมปวดต้องพักสมปวดต้องใกล้ต้องดมกิโยมมาเวเลยโดยโยมเยอะนาวัดบ้านนอกเนี่ยเฉลี่ยทลาจังเพื่อกระเทนก็ประกอบประกาศปราบโยมเยียนก่อนเจ้าก่อนขโมยพุ่มพ่องระบ้างจะโมยแต่ก็ยอมจังเพื่อกระเทนนำกระเทนได้ไปเกณฑ์ประสังนวัดบ้านนอกอาจารย์ก่อนเจ้าเลือก็เฉลี่ยทลาโยสมปวดมาเนี่ยปีไปทับตามเมียนตามกรอยโยมโก้บรอบรอยผักอย่างโอ้เจ้าโยมเยียนดังทับประสังลูกโยสมปวดนามุ้ยจะถือใจบ่อเนาะบอลลูกโยต่างอ่อนนู้เธอบ้านใช่ว่ารับเราอีกเพราะน่าอัดแต่กิโยตากรันตามาตายไปสู่ตาจังบาประสังลูกโยสมปวดเนี่ยเราเต้าสมปวดเนี่ยดัตติได้ลงมาโยต้องอัดบ้านบนกระเทนไหนอ่ะถ้าอัดไปชนะเตยโยเยียนตกใบลูกโยสมปวดเนี่ยหน้าก็ได้มันโยสมปวดเนี่ยหน้าก็ได้สำหรับโยมเยียนได้เจมาจากกระทินเรียอัตเตโตงนังสมบัติโยมเยียนเราดังและคณะเมียนปิยางแต่เราดังครบคะแนนตีมวยกระเทนนี่คือเจียการละเตียนเมียนกาลกับราชบัลละปีมวยโรยแค่ซอยมาตัวปิงปอแค่กระดาอเนกาละบอกกระเทนโยมเยียนทัวร์ปีไงมาโรยซอยกับบ้านปืนเอาไงเป็นปอใครก็ได้ไงปัญหากับบ้านได้ก็ไอ้แต่ว่าหูสุตีของเราตรงไงมาโรยใครก็ได้อ่อนไอ้เขาการละเตียนเราดังอย่างที่ปีกระเทนในโยมเนียนนำโยมมาเวนึงเป็นไปประเกณฑ์หลักครูเจ้าอัตกาวัดแต่น่าบอกอ่อนเมียนแต่โยมกึศทางจังเขากระเทนนายคือเวจุมพวสั่งเปียทัศสังเนี่ยเกิดปีเขาบุญรู้มวยปีใบบุญลางเท้าข่าวสั่งจัตเวะก็สั่งบุญรู้บางมวยรู้ข่าวบุกกอลปีรู้กับใบรู้ข่าวกันนะอัดสั่งเลยเปล่าก็เมียนบุญสั่งในพุทธศาสนาเมียนปรามเบียจัตเวะสั่งปีเขาบุญรู้ปัญจเวะสั่งปรามรู้เพื่อสเวสังอับรูวิสเตเวสังมาให้รูอัตเตรายกับวิสเตจับไปมาให้มวยตัวรับรอยรับอ่อนเมียนประสังปรามโมงในบ่อปัจจัยโยมเยียนตราเวกเทนตราอดตึกจุพวกเปรียสังได้ลูกกว้างเราขนมวัดในประมาณคือประเกตเมียนจุพวกบกวและโยมเยียนตับมาได้ไหม
nó sẽ đạp bàn cho này cũng phải nè bà cho mày nè bà cả na nhôm tăng chặt ở chia tla nó lục rú bởi cái lục rú này cái thiên khô dài ở bàn ăn sang cái thiên này và giá trị mỗi trao thưa tạm ca là bao cái thiên tỷ phí quên bởi quát quê ở tiêu chủng quốc phải sáng để quang thang vật này nên sao mà vô chứ nên chỉ là cái nạ bao nhiêu nhiệt trao đằng ngày mà chẳng cái thiên rồi cái thiên đằng tiền nhôm nhiệt tham mặt trái miền mùi trái với cái thiên để ăn thông rư nhôm nhiệt miền pi bảy buôn trái nhôm màu với cái thiên bịa tham mùi trái cứ bay bay cho cái máy tham bay bịa xa sang ra cái đó nhôm nhiệt tham bờ sông chăm bờ xa ở trái mé cứ bay khaiព្រះរតនត្រ័យគឺពុទ្ធពធប្រសង3គេដែររតនត្រ័យត្រ័យចៃវរគឺ3មកត្រ័យមាន3មានស្បង់1ចៃវរ1សង្ឃដី1គេហៅមួយត្រ័យនឹងបងប៉ុន្តែមានអាចារ្យខ្លះហ្នឹងក៏ថាមកត្រ័យមាន7អាចារ្យនេះទាំងកថាចាដែរដឹងអត់ទេអាចារ្យបុរាណគេថាមកត្រៃមាន7ប៉ុន្តែតាមពេកពាក្យត្រៃគេប្រែថា3ឯងបើគេថាមាន7សួរថាមាន7មានអីខ្លះថាមាននេះខ្សែក្បាច់ចង្កេះនេះមួយអត់តខុនក្បាច់ចង្កេះនេះមួយក្បាច់កុំឲ្យស្បង់វាលបូតយកទៅអត់ខ្សែក្បាច់ដាក់ទៅលបូតស្បង់មកអរិវត្តធនទ្រូងអង្គប៉ុនតណាំងនេះកវ៉ាត់នេះអាត្មាកវ៉ាត់ក៏ឲ្យជាពោរស័ព្ទនេះអានេះគេហៅបរិខាព្រះសម្មាសម្ពុទ្ធលោកអនុញ្ញាតបរិខា2នេះពេលនៅ3ទៀតអត់នៅ2ទៀតគឺអង្គស័កនឹង1ផាក្រាបនឹង1អង្គស័កនេះជាបរិខារបស់នាងភិក្ខុនីទេភិក្ខុសង្ឃផាំងលោកសង្ឃប្រុសអត់មានទេអង្គស័កនេះគេថាជាគ្រឿងបរិខានាងភិក្ខុនីដែលបាត់បង់រាងកាយណាបើយើងនិយាយឲ្យខ្លីទៅគេហៅអោកដោព្រោះនាងភិក្ខុនីមិនអាចសម្ដែងកាយឲ្យបានហៅអោកដោនឹងការពាររាងកាយបើស្ងៃអត់មានភិក្ខុនីភិក្ខុយកមកប្រើតាំងគេតែអាត្មាឲ្យការពារញើសចឹងបងសម្បាននេះយកញៀនយ៉ាងណាទេនេះសួរអីក៏តែកំប្រឹងសួរអីតែកំប្រឹងអរិយផក្រាមផក្រាមជារបស់សៀមនេះនេះអមយ៉ាមើលភ្លើងណាមកកែភ្លើងណាហ្នឹងមានផក្រាមឯណាយកអត់លឺលឺមានផាក្រាបតែលោកប្រើពេលសង្ហាថ្ងៃលោកខ្លះក៏លោកមិនប្រើលោកខ្លះក៏លោកប្រើទៅផាក្រាបរបស់សៀមនេះយ៉ាងនេះសៀមបង្កើតមកប៉ុន្តែខ្មែរយើងនៅក្រមអាណានិគមសៀមយូរណាស់ខេត្តសៀមរាបបាត់ដំបងនេះនៅក្រមអាណានិគមសៀមដល់ទីតែកំពង់ធំទេអត់សៀមត្រួតត្រាកំពង់ធំពោធិ៍សាត់ទេរាជការខ្មែរទេអ្នកត្រួតត្រាតែសៀមរាបនៅបាត់ដំបងសៀមគ្រប់គ្រងអស់លោកសង្ឃសៀមរាបស្ងៃនៅសោធើសៀមខ្លះសោធើសៀមយើងថាអជាមេយាឬថាអឆមេយាយើងថាឱកាសវន្តាមីឬថាឱកាសវន្តាមីអត្តនេទាននេះឲ្យសេពអត្តនាឋានាវេថាសៀមរំដឹងប្រាថ្នាសៀមទេថាទេសៀមអីបុរាណលោកគ្រូលោកទៅអញ្ចឹងអានេះអញ្ចឹងអានេះប្រក្រាបរបស់សៀមទេសួរថាអញ្ញេរឿងនោះតែទៀតចុះខ្ញុំចောက်ចង្កេះដែរទាំងដៃទាំងជើងប្រែដែរទៅនិយាយអត់ជើងប្រក្រាបនេះកាលនោះសៀមហើយក្នុងភូមិវាចម្បាំងគ្នាឡើយហើយ
ภูมิปราอาจารย์ก็แคลงจะลุกสังโจรมาโยกาไปสระซีมตอนจังซีมที่ดังสดายเกตบอกตราเปรียสังหานะอ้อยลุกสังซีมกันพอสมัยนั้นอัดเมียนชายาเตอัดเมียนกระดาษไปเตบอกเซเตสะเพลชายานะเตบอกเปรียสังหานะก็นายชายเต๋อลงนาในเมียนเปรียสังหาคือลุกสังไทยลงนาในอัดลุกสังภูมิกิจับเรื่องนั้นเป็นจังเลยภูมินันไทยเป็นจำบังเนี่ยดอกไม้เยอะเราซิมเรียบเราบัตรบองนั้นก็เรากรมอนานิคมพอเราบอกไทยนี่ก็ปลาเฉียบเต่าอันนั้นส้มซิมเรียบส้มอาปกินประสังกรมอังเราอังเอาเฉยๆในโลกกถาไตรปัมเปลอัตราได้ไตรเมียนตะใบเราตีที่เขาบอกเลยข้าเมียนก็บ้านมันเมียนกับบ้านอันเตปฐมปเทียนคือสมองใจหมอสมกระไดรู้สู้ท่าตาบ้ามันเมียนมาไตรนะเพื่อกระเทนบ้านแท้ๆวันเนี้ยครอใหญ่ตากับครอถ้าบ้านยอมเย็นเมียนแต่มาเลี้ยงก็เพื่อบ้านมาเลี้ยงคือสมองโอ้ใจบ่อมวยหรือกรอฉันนั่งที่เรามาเลี้ยงเวียมบ้านแต่สว่างมวยหรือบ้านในใจว่ามวยยมโจรเก๋ก็กระเทนมวยได้หรือก็บ้านสมพวดซ้อมาเตี้ยละมมแต่เธอสว่างมวยบ้านใจว่ามวยบ้านสังกได้ไม่บ้านยมโจรเต้าบ้านก็กระเทนไหนบอกเนี่ยธรรมะซ้ำจำเรียมโยมเงียนจ้างอายุปีกระเทนนะเพราะพระสังได้ลุกกราลกรงกระเทนเม่นกราลกรงเตียงไปได้นะโยมเมียนมาไตรก็ลงมาสันมัดกระเทนเตียงไปภาษานาโลกสัพพตินังสบังหรือสบังโลกเวลาไอเต้าโลโยสบังน้ำมันเจียอังกระเทนโลกประกาศปรับสังถาบอกเป็นประสังได้จำรานขยมกราลกรงกระเทนได้สบังนั่งประกาศปรับจากร้านจังเจียวางสังได้อัตเตตงกระเทนเนากราวเจ้าบ้านโลกสัพพตินังเจียวหรือลูกเมียนเจียวกรมเครียดได้ลูกประกาศปรับสังนักยำครานกรงกระเทนโดยสมบูรณ์ใจบ่อเนี่ยดังเจ้าสั่งกระไดไอ้นั่นสว่างเรากราวกระเทนอันเดียต้องเตะเจ้าบาโลกสัพพตินังสั่งกระไดลูกประกาศโยสั่งกระไดเจ้าอังกระเทนประกาศปรับสั่งพาโยสั่งกระไดมาถ้วยเจ้ากระเทนแต่สั่งกระไดปีเจียนสั่งกระไดปีเจียนมันกราลางสั่งกระไดตามเจียนกรากระเทนอาลางเตะเจ้าลูกเนี่ยกราครองลูกยวนรู้เต้าเคยทำมาเชียนลูกโยใจบ่อvà trong sáng ấy là phi chén cứ chạy bò phi cái dòng một đề chọc này chẳng đâu phi chén đâu bà ca tới chỉ cần thèn su ta ra mấy màn chìm miền sông băng mà chén chạy bò phi chén sang cái đây chạy bò mà chén sang cái đây phi chénถ้าปกติลงอัดในญาติสระได้กระดาวโดยสระเยินสบังตามมาเชียนเชื่อว่าตามมาเชียนสังกได้ปีเชียนสลับตันดอกผมเอาลงนี่ตามมาเนี่ยโยมเงี้ยป่าน้ายเนี่ยจับมาสระได้แต่เชี่ยลงนี่กำลังใครสบังปีเชียนเชื่อว่าปีเชียนสังกได้บุญเชียนแล้วเรากาเปียดิเชี่ยภาษาเยังบัตเตปราตมาเชียนเชียนสังกได้ปีเชียนมาเนี่ยยามเยเคยมาโลกปากกาอังกับเอ็นปานแต่มวยเท่ลงมันอากราครองต่อไปบางช่างยอมเย็นแม้แต่สว่างมวยยอมมาโจก็กระทินเนี่ยเราจะโปยอมมาโจก็กระทินอย่างนั้นนี่ไอ้บังพัดป้อสู้บังพัดจังมาธรรมะสันได้มายอมเย็นสลับตัวยอดอัดประมาแต่ก็คล้ายแต่มันยอดเคยไม่เหมาะจังสลับบ้านอัดแต่ก็ริบบอนกระเทนในตีโยมนี่อัดเมียนโซดมวนอัดเมียนตีสนาเต้นปีสมัยปนอัดเมียนสงายกระเทนยังเมียนโซดมวนพองตีสนาพองสุดตาโซดมวนตีสนาเนี่ยนาเนี่ยบังเกิดถ้าโดนตายังเต้ลงบังเกิด
ត្រង់ហ្នឹងឯងសូមឲ្យញោមញាតិយកទៅពុទ្ធសាសនានិងខ្មែរអាពុទ្ធសាសនាសតអត់មានសូត្រមន្តនៃបនកតិបើដល់ខ្មែរដូនតាគាត់បង្កើតពិធីសូត្រមន្តទេសនាប្រកេនចង្ហាន់ទីប្រកាន់តែអឡារឹកវាបានបុណ្យបានអានិសង្សនឹងច្រើនពេលម្យ៉ាងទៀតប្រសងលោកសូត្របរិទ្ធសូត្រមន្តគឺធ្វើរំដោះគ្រោះលោកសូត្ររំដោះគ្រោះញោមញាតិដែលមកប្រពន្ធកឋិនណាឲ្យអស់គ្រោះចង្រៃទៅកើតពីថ្ងៃខែឆ្នាំវាដាក់ណខត្តរឹកពួកយៈពួកភូតបិសាចដែលមកពីញោមញាតិណាកាលណាបានស្ដាប់ព្រះបរិទ្ធទៅពួកនោះវាថយអត់ទៅជ្រាបអត់បានទេថាលោករំដោះគ្រោះជូនដល់ញោមញាតិមកក្នុងពិធីបុណ្យទាំងអស់នេះសម្រាប់ព្រះបរិទ្ធនោះមិនមែនតែបុណ្យកឋិនទេបុណ្យអីក៏ញោមញាតិនិមន្តប្រសងមកសូត្របរិទ្ធគឺពិធីរំដោះគ្រោះជូនញោមញាតិតាមបែបពុទ្ធសាសនាបើតាមបែបព្រាហ្មណ៍គេមានធ្វើពេធ្វើស្ដីអីច្រើនទៅទៀតបងប៉ុន្តែយើងកាន់ពុទ្ធសាសនាមិនប្រមាទទេស្ដាប់តែបរិទ្ធទៅរំដោះគ្រោះជ្រះឲ្យស្ដាប់ដោយគោរពហើយសំដែងធ្វើទេសនានេះប្រាប់ញោមញាតិដោយពីកឋិនហ្នឹងដែរសំដែងប្រាប់លំអិចឲ្យញោមញាតិយល់បានបើចឹងធ្វើងាយតាមានចាំមានមាត្រៃអីមានតែមួយទៅបានតែបានឯងញោមញាតិនៅស្ងាត់ឈឹងបរិដល់ថ្ងៃក្រោយទៅមានកណាគេទៅកឋិនយកស្បង់មួយចំពោះទៅចូលគេបានប៉ុនកឋិនទៅតែប៉ុន្តែគ្នាគ្មានមេគ្មានកូននេះទេមេគ្រាន់អ្នកផ្ដួចផ្ដើមទេតែប៉ុនគឺបានស្មើគ្នាទាំងអស់ហើយបានឲ្យយមញាតនឹងប៉ុនបងនេះសូមឲ្យយមញាតនឹងជ្រាបអពីកឋិនងាយបងប៉ុន្តែពិធីវេកឋិនទៀតឥឡូវប្រាប់ពីពិធីវេកឋិនក្នុងគម្ពីរសមុហវិន័យលោកប្រាប់ថាញោមញាតវេកឋិនត្រូវយកទៅដាក់ឲ្យជាប់ហត្ថបានជាមួយនឹងព្រះសង្ឃលោកអង្គុយក្តីលោកឈោក្តីដាក់ឲ្យតែជាប់ហត្ថបានហើយញោមញាតឆ្ងល់ថាយីត្រូវឃើញគេវេកឋិនវេតែព្រះសង្ឃលោកអង្គុយដល់ថាព្រះសង្ឃលោកឈោយកទៅវេដែរយ៉ាងម៉េចថាក្នុងករណីខ្លះវាត្រូវតែឈោអង្គុយអត់បានទេតែបានទេញោមញាតបើញោមញាតវេក្នុងសាលាអីចេះអង្គុយបានទាំងអស់គ្នាហើយកឋិននឹងមិនមែនវេក្នុងវិហារទេណាញោមវេនៅកន្លែងណាក៏បានដែរក្នុងវិហារគឺព្រះសង្ឃទេដែលសំខាន់លោកទៅធ្វើកឋិនក្នុងសីមាបានហើយបើញោមញាតវេមិនចាំប្រមាក់មានសីមាទេទីណាក៏វេបានវេដែលព្រះសង្ឃលោកឈោញោមញាតនាំកឋិននោះទៅដាក់វត្តស្រុកស្រែឆ្ងាយទៅទួចភាសានោះភ្លៀងធំដាច់ផ្លូវដាច់ថ្នល់នេះដល់ឆ្នាំនេះមើលអត់ទាន់រៀងទេអញ្ចឹងញោមហើយកឋិនទៅដល់វត្តទៅអត់រួចទៅដាច់ផ្លូវហើយព្រះសង្ឃត្រូវណាត់គ្នាមកនិមន្តលោកមកជួបកន្លែងណាដែលញោមនាំកឋិនទៅដល់ពេលដល់ទៅដល់យើងអង្គុយអត់កើតទៀតដៃសើបបាច់ថាបើអញ្ចឹងព្រះសង្ឃត្រូវគង់ឈរញោមញាតដល់ព្រះសង្ឃលោកគង់ឈរញោមញាតក៏ឈរដែរឈរឲ្យយកចីវរកឋិនទៅដាក់ឲ្យជាប់ហត្ថបាទៅវេប្រគេនទៅលោកទៅបើដល់ចប់ហើយលោកទទួលយកសម្បត្តិកឋិននឹងត្រឡប់ទៅញោមញាតក៏ឲ្យលោកជូនពោសព្ទសាទៅការញោមញាតខ្លះទៅញោមញាតឧទ្ទិសកុសលនេះបែកគ្នាព្រះសង្ឃនាំយកកឋិនទៅវត្តរួចញោមញាតត្រឡប់មកផ្ទះវិញចប់នោះត្រូវឈរអង្គុយអត់បានទេអានឹងមួយហើយមួយទៀតនៅក្នុងគម្ពីរវិនយាលង្កាដីកាលោកបានប្រាប់ថាព្រះសង្ឃដែលទទួលកឋិនរបស់ញោមញាតទទួលបានតែចិត្តទេស្ងៀមនៅក្នុងចិត្តទេទទួលបញ្ចេញវាចាថាត្រេកអររីករាយក្នុងគេប្រគេននឹងក៏អត់បានដែរហើយមានញោមញាតខ្លះទៀមទាប្រគេនសម្បត្តិកឋិនវេចប់ហើយថាប្រគេនលោកអាហ្នឹងក៏បានព្រោះញោមញាតប្រគេនចំពោះសង្ឃកឋិនមានតែមាត្រៃបញ្ញោមប្រគេនជាបុគ្គលខូចកឋិនណានេះសូមឲ្យជ្រាបចឹងហើយកាលណាលោកអាចារ្យនាំវេទៅដល់ចប់លោកនៅស្ងៀម
អត់មានធ្វើមកធ្វើកអីទេបើស្រុកខ្មែរយើងពីមុនមានទៅតាមវត្តខ្លះលោកអាចារ្យវេចប់ទៅលោកទទួលសាធុយ៉ាងទៅហើយវត្តខ្លះទៀតលោកសិក្សារៀនសូត្រធ្វើវិន័យដឹងថាអូកឋិនมันអាចទទួលឲ្យវាចាប់បានលោកនៅស្ងៀមខ្ញុំមានអាចារ្យវេលោកគង់ស្ងៀមបង្អើយមិនចេះទៅជួនកាលខ្ញុំញាក់ខ្លះក៏ដោយថាវាមានវិបដិសរ័យក្នុងចិត្តឃើញវត្តនោះថាទទួលសាធុវត្តនេះអត់វាកើតឆ្ងល់តែចុះវត្តនោះមិនបានលោកទទួលសាធុចុះវត្តនេះបានលោកនៅស្ងៀមកំប្រឹងចាអាចមានកំណត់ទីលោកសង្ឃវត្តនេះខ្ជិលដល់ហើយណាក៏សាធុមួយម៉ាត់មិនថាដែរទៅជាគិតអញ្ចឹងវិញតែខុសទេកុំលោកនៅស្ងៀមល្អនៅសូមឲ្យខ្ញុំញាតិជ្រាបអំពីព្រះសង្ឃដែលលោកទទួលកឋិនហ្នឹងបងនេះសូមឲ្យយល់កិច្ចហ្នឹងបងកិច្ចនោះកិច្ចរបស់ព្រះសង្ឃនេះបើត្រូវប្រាប់ញោមឲ្យដឹងបើកុំឲ្យវាអន់ចិត្តនឹងលោកហ្នឹងអានោះកិច្ចរបស់លោកទេឬបនកឋិននេះមិនមែនចាំតែព្រះសង្ឃលោកទទួលយកពីញោមទៅក្រាលក្រងហើយបានញោមញាណបានបនកឋិនអត់ទេណាគ្រាន់តែលោកអាចារ្យនាំញោមញាណវេកឋិនចប់ឲ្យសម្ពុតកឋិនជាវត្តកឋិននោះមានប្រមាណឲ្យយកទៅដាក់កណ្ដាលហាត់តបាសជំនុំសង្ឃរបស់ដាក់កណ្ដាលនៅទាំងអស់ទៅតែបានញោមកុំដាក់តែមួយត្រៃហ្នឹងដាក់ទាំងអស់ទៅប្រមាណត្រៃដាក់ទាំងអស់ទៅពីដើមមិនដែលគេប្រកាន់គេដាក់តែមួយត្រៃទេបើឡើយអត់មានទើទេមានប្រមាណត្រៃទៅដាក់ឲ្យជុំគ្នាទាំងអស់ទៅឬអាចារ្យវេទាំងអស់ទៅលោកទទួលយកទៅក៏ត្រាក្រងជាកឋិនលោករើសយកអំណាចត្រៃណាក៏បានពេលដល់ប្រសង់ញោមញាតវេប្រកេនឲ្យលោកហើយមិនចាំដល់លោកត្រាក្រងមកញោមញាតបានបនកឋិនអត់ទេណាបងឲ្យតែវេប្រកល់ឲ្យលោកនេះហើយញោមញាតបានអានិសង្ឃកឋិនពេញហើយព្រះសង្ឃដែលទទួលយកពីញោមញាតទៅតបបីលោកយកទៅកវែងចោលក្តីយកទៅទុកចោលក្តីឯណាក្តីអត់តាកតងដល់ញោមញាតទេវាដាច់ពីគ្នាអស់ហើយញោមវេប្រកេនទៅតាមកាលកឋិនហើយបងអនចាត់ប្រកេនចំពោះសង្ឃឲ្យតែវាចាំបានបនកឋិនហើយនៅខាងព្រះសង្ឃអត់ទេវាខាងព្រះសង្ឃដែលទទួលចីវរសម្ពុតកឋិនពីញោមញាតទៅយកទៅទុកឲ្យកន្លងថ្ងៃស្អែកអត់បានទេញោមញាតបើវេថ្ងៃនេះលោកត្រូវធ្វើកឋិនឲ្យចប់ហើយដែរទុកឲ្យព្រះអាទិត្យរះឡើងលោកក្រាលក្រងចុះឡើងហើយកឋិននោះអត់យកទៅទុកបានទេនេះសូមបញ្ជាក់ញោមញាតឲ្យយល់ប្រហែលបានវាដាច់ពីគ្នាតែញោមគុំទៅសង្ស័យឲ្យតែប្រកល់ឲ្យលោកឲ្យយើងបានបន់ឲ្យរឿងលោកតាមតែលោកទៅមិនតែលោកក្រមបានញោមបានបន់កឋិនអត់ទេនេះបញ្ជាក់ឲ្យច្បាស់ចឹងដូចសម្រាប់កឋិនទាយកយាយអ្នកដែលធ្វើមេកឋិននេះហៅកឋិនទាយកហើយណានឹមសម្ពន្ធសួរតណាខ្លះដែលអាចធ្វើមេកឋិនបានណាតែក្នុងគម្ពីរលោកប្រាប់ថាជាតិជាទេវតាក៏អាចធ្វើបានដែរបើជ្រះថ្លាយកសម្ពន្ធមកវេប្រគិនប្រសងធ្វើកឋិនបានទី2ជាតិជាមនុស្សគឺញោមញាតទាំងអស់គ្នាណាជាតិជាមនុស្សលោកអត់បានប្រាប់ថាមនុស្សប្រុសមនុស្សស្រីមនុស្សចាស់មនុស្សក្មេងទេឲ្យតែមនុស្សបើសប្តាហ៍ថ្ងៃញោមញាតនេះប្អូនប្អាលឬនិយាយថាក្មេងធ្វើកឋិនអត់បានទេក្មេងធ្វើកឋិនបានធ្វើទៅវាឆុងអីរោស៊ីវាមិនកើតមានអីខ្លះក៏ធ្វើទៅបនកឋិនណាបនច្រើនពីអាយុខ្លីចាប់អត់នេះធ្វើទេអានឹងអត់ទេអាត្មាសុំទេសនាក្នុងថ្ងៃនេះគឺសុំបើកទូលំទូលាយព្រោះលោកថាឲ្យតែមនុស្សធ្វើបានហើយអត់មានស្រីប្រុសចាស់ក្មេងទេអាយុប៉ុណ្ណាក៏ធ្វើទៅដើម្បីលុបបំបត្តិពាក្យបរមរាពីវិសភាពបុគ្គលដែលពោលពាក្យចម្រូងចម្រាសណាអត់មែនទេបងព្រោះថាតែលមានចងតន្លងដងស្នែងមានកូនសាមបានធ្វើកឋិនបានឥឡូវអត់ទេញោមញាតតែបានទេហ៎នេះកំប្រឹងណា
សូមកុំឲ្យប្រកាន់ណាពាក្យដែលគេថាក្មេងធ្វើកឋិនបានអត់មានទេណាត្រាសម្ដែងលើគម្ពីរមកប្រាប់ឲ្យបងញាណាក៏ធ្វើបានដែរអញ្ចឹងបើចាំចាស់បានធ្វើកឋិនបានចុះបើអត់ចាំចាស់ងត់តំក្មេងហ្នឹងអត់បានធ្វើបន់កឋិនហើយនឹងអត់ទេណាក៏ធ្វើបានលុបបំបត្តិពាក្យបរមបារានឹងចេញខ្ញុំស្ដាប់បានហើយនឹងបានហើយខ្ញុំលវើយហ្នឹងចឹងហើយមួយយ៉ាងទៀតនិយាយអស់ជើងครับបាន1ម៉ោងហើយ1ម៉ោងលើសបន្តិចអាចារ្យមុខស្អុយក៏គ្រប់ណានិយាយពីប្រសង់ដែលលោកក្រាលក្រងកឋិនបើវត្តនឹងមានភិក្ខុតែ5រូបអត់ក្រាលកឋិនបានទេប្រកឋិនចាប់ពី5រូបឡើងទៅបានក្រាលបាននិយាយអស់ជើងចឹងចុះកាលណាភិក្ខុមានតែ4រូបតើ4រូបប្រជុំនេះតើមានអ្នកណានេះទទួលឲ្យទៅអ្នកណាទៅក៏អត់វាត្រូវមាន5 4អង្គប្រជុំនេះតើត្រូវឲ្យទៅអ្នកណាព្រោះកឋិនមានតែ1តាមច្បាប់ហ្នឹងលោកត្រូវប្រគល់ទៅឲ្យភិក្ខុណាដែលមានត្រៃជីវរទុរពលឪពុករលួយដាច់ប្រើវាមិនកើតទេឲ្យទៅអង្គនឹងលោករាក្រោបើឡើយមានលោកណាស្បង់ចពោដាច់ហ្នឹងបើថាថ្មីទាំងអស់បើយ៉ាងគេសម្លឹងនៅអង្គណាដែលមានគុណសម្បត្តិដូចជាគ្រូចៅអត្តកាអីក្តីគុណសម្បត្តិលោកទូលមានព្រានប្រដៅភិក្ខុសាមណេរឬលោកបើកសាលាពុទ្ធកៈឲ្យនេះមានគុណសម្បត្តិដែរយកគេប្រគល់សម្ពត់កឋិនទៅប្រគេនលោកដែរលោករាក្រោបាទស្រីនេះទើបមាន5អង្គមកវត្តនេះមានតែ4អង្គទេត្រូវរកភិក្ខុពីក្រៅមកបង្គ្រប់តែបើក្នុងវត្តនេះមានសាមណេរអាយុ20ហើយលោកអាចបំពេញភិក្ខុបានអាយុ20បំពេញភិក្ខុបានហើយលោកបានចាំភាសា3ខែហើយមានសិទ្ធិទទួលកឋិនឲ្យលោកគ្រូប្រមោះសាមណេរដែលមានអាយុ20ឲ្យជាភិក្ខុទៅដើម្បីគម្រប់5ឲ្យបានអនុមោទនាទទួលកឋិនចុះបើវត្តនេះវាអត់ទេថាត្រូវទៅនិមន្តវត្តខាងក្រៅព្រះសង្ឃវត្តក្រៅមកគម្រប់យើងតែថាយើងមានតែ4អង្គយើងទៅមន្តមួយអង្គក៏បានតែ4អង្គមកបានច្រើននោះក៏ល្អបើយ៉ាងតិចត្រឹម1អង្គតែទៅនិមន្តមកហ្នឹងគឺព្រះសង្ឃដែលដាច់ភាសាក្តីឬលោកដែលចាំភាសាទី2ក្តីអាចចូលមកបានមកអនុមោទគម្រប់កិច្ចកឋិនហ្នឹងប៉ុន្តែព្រះសង្ឃដែលមកពីក្រៅមិនអាចយកលៀបពីកឋិននឹងទៅបានទេយកទៅត្រូវអាបត្តិកឋិនហ្នឹងលោកមកជួយក៏តែជួយតែកិច្ចវិញញោមញាតែងតែអាណិតសំណោះលោកក្រខ្សត់និមន្តមកឲ្យមិនបានអីប្រគេនលោកតែងទួយតែលោកបានអីអាណិតលោកអញ្ចឹងតែបានញោមញាតែបើលោកយកអាហ្នឹងទៅត្រូវអាបត្តិអានេះនៅលើលោកអាចារ្យនិងញោមញាដែលត្រូវដឹងកិច្ចថាម៉េចថាបើអញ្ចឹងទេមុននឹងវេអង្គកឋិនសូមឲ្យបំបែកចេញនៅដាក់ណាដែលត្រូវប្រគេនលោកមកពីក្រៅដាច់ស្លេះកុំឲ្យវេអានោះលោកយកបានឬមួយបើបានជាវេទៅហើយអស់ទៅហើយធ្វើម៉េចតែមានលោកអាចារ្យហ្នឹងរកជើងពៀនមកបិទទីនរៃអង្គញោមញាទៅទៀតទៅប្រគេនលោកបាននៅលើញោមញាតែឆ្លៀវវាំងបីតែបានទេហើយអស់ប៉ុណ្ណឹងឯបន់កឋិននេះមានអានិសង្សទូលំទូលាយណាស់សំបីតែបដិគិអកៈព្រះសង្ឃនេះទទួលក៏បានអានិសង្ស5ដែរញោមញាជាអ្នកម្ចាស់កឋិនក៏បាន5ដែរបានស្មើគ្នាបន់ដទៃទៀតបដិគិអកៈដោយព្រះសង្ឃអត់បានបន់បានអានិសង្សអីទេគ្រាន់បានតែបច្ច័យនឹងយកទៅប្រើប្រាស់បានស្បង់ចពោអាហារបិណ្ឌបាតសេនាសនៈទៅទីលានវិស័យយកទៅប្រើប្រាស់អត់បានបន់បានអានិសង្សអីទេតែកឋិននេះបានអានិសង្សទាំងពីរខាងញោមញាតជាទាយកក៏បានបន់ប្រសង្ឃទទួលក៏បានបន់ដែរវាទូលំទូលាយចឹងបងវិសាតាប្រសង្ឃបានអីខ្លះបងអានិសង្ស5របស់ប្រសង្ឃទី1គឺ
អាណាមន្តាចារោកាលណាលោកបានទទួលក្រាក្រងកឋិនហើយមានដំណើរចង់ចេញទៅស្រុកទៅភូមិឲ្យលោកនិមន្តទៅมันពិបាកលាភិក្ខុផងគ្នាទេអញ្ចឹងណាអត់ត្រូវបាត់អីទេទី2អសមាទានចារោកាលណាបានអនុមោទនាក្រាក្រងកឋិនហើយលោកមានដំណើរទៅណាมันពិបាកយកត្រៃទៅជាប់ទាំង3ទេទៅតែត្រៃ2បានហើយស្បង់មួយជីវរមួយសង្កដីទុកក្នុងវត្តបើបានអនុមោទនាក្រាក្រងកឋិនទេទៅណាក៏ត្រូវស្ពាយឲ្យជាប់ទៅអត់ต้อง3នឹងឯងដោយពូភិក្ខុ30រូបនឹងឯងស្ពាយសង្កដីផងផ្ដៃបោសំពេញសំពោករួចទី3អានិសង្សទី3គណៈភោជនៈកាលណាបានអនុមោទនាក្រាក្រងកឋិនហើយអាចទទួលឆានគណៈភោជនៈបាន2អង្គ4អង្គទៅជួបគ្នាណាបើឆាន់បានឬក៏ញោមញាណបវរណាប្រសង្ឃប្រឆាន់ចេញឈ្មោះផ្ទាត់ថាបកករណាប្រគុណម្ចាស់ស្អែកនិមន្តទៅឆាន់នំបញ្ចុកផ្ទះញ៉ាំណាបាញ់ឆាវឲ្យពេញលោកចឹងបើលោកបានអនុមោទនាការក្រងកឋិនហើយលោកទៅទទួលឆាន់បានអត់អីទេបើមិនទាន់បានអនុមោទនាការក្រងទៅឆាន់ត្រូវអាបត្តិដែរព្រោះញោមចេញឈ្មោះផ្ទាត់នឹងប្រាប់លោកគាត់ថាប្រគុណម្ចាស់ស្អែកនិមន្តទៅទទួលផ្ទាត់ផ្ទះខ្ញុំណាបានកុំចេញឈ្មោះតែបានទេហើយបាទនឹងរឿងញោមញីអត់ប្រសពបាទរួយទី4យាវតថចៃវរੰកាលណាបើមានចៃវរលើសពីប្រើពីកោណាលោកមានចៃវរលើសពីប្រើទៅកាលណាបើបានអនុមោទនាក្រាក្រងកឋិនហើយអាចទុកជីវរដែលលើសនោះมันពិបាកអធិដ្ឋានពន្ធុអីទេលើសពី10ថ្ងៃត្រូវទៅលើកឡើងទៅអត់ត្រូវអាបត្តិអីទេបើបានអនុមោទនាការកឋិននេះទុកឲ្យរបស់ដែលលើសពីប្រើឲ្យហួសពី10ថ្ងៃត្រូវអាបត្តិបាយតិយៈរបស់ត្រូវជានិស្សគីត្រូវលះបង់អានិសង្សទី4អានិសង្សទី5យោចតថចៃវរូបាតោសោនៃសង្ឃវិសតេកាលណាបើបានអនុមោទនាក្រាក្រងកឋិនហើយមានញោមញាណណាគេនាំយកចៃវរជាបរិវារមកខាងក្រោយមកប្រគិនព្រះសង្ឃលោកអាចទទួលមានសិទ្ធិទទួលយកបានមកចំណែកគេដែរកឋិនញោមញាណវេក្នុងថ្ងៃនេះកៅអង្គកឋិនលោកទទួលកឋិនដែរបើញោមញាណយកមកក្រោយគេហៅបរិវារកឋិនស្បង់ជាពោយកមកវិញជាបរិវារកឋិនបានថ្ងៃក្រោយណាញោមញាណដល់កឋិនចៃវរនេះដែលប្រសងទាំងអស់លោកអាចទទួលចំណែកបានយើងវេលើកទី1គឺវេកឋិនដល់វេកឋិនដែរពួកកឋិនទទួលបានតែម្ដងដែរដល់ថ្ងៃក្រោយមកទៀតនាំជីវរមកវេគេហៅថាបរិវារកឋិនទទួលបានមកវេជាបរិវារកឋិនឲ្យដឹងចឹងមិនសូវមានអាណាសម្ដែងឲ្យដឹងផងទេអានេះក៏បរិវារកឋិនទាំងអស់យើងទទួលបានមកចែកទៅពីក៏ទេលោកមានចំណែកចែកបានអានេះសម្រាប់អានិសង្សរបស់ព្រះសង្ឃសាបាននេះញោមញាណបានហើយសម្រាប់ញោមញាណបានអានិសង្ស5ដែរអានិសង្សទី1សុវណ្ណតាសុវណ្ណមេថាកើតជាអនាគតគាត់ទៅធ្វើសម្បល់នោះភ្លឺថ្លាដូចមានលំអធម្មជាតិតែបាននេះញោមញាណมันបបាក់រលេរអីមកលៀបជូននៅមើលទៅគឺល្អណាស់មកណាមើលទៅក៏ល្អបើសិនណាបានធ្វើកឋិននេះបាក់រលេមករៀបជួយហើយបានល្អនេះសវណ្ណតាអានិសង្សទី1អានិសង្សទី2សុរូបតាអនាគតទៅមានរូបរាងស្អាតបើមើលទៅមិនទៅភ្នែកទាំងស្រីទាំងប្រុសមើលទៅសមរម្យល្អអញ្ចឹងអានិសង្សទី4សុសន្តានាមានស្ថានទ្រង់ទ្រាយក៏មើលទៅវាមិនថ្ងាត់វាមិនស្គមអីក៏ទាំងប្រុសទាំងស្រីគួរជាទីពេញចិត្តដល់អ្នកដែលគេមើលឃើញអានិសង្សទី4តិខៈបញ្ញាវិសារតោ
ก็ជាអនាគតមានបញ្ញាភ្លឺថ្លារៀនសូត្រអីក៏ឆាប់ចេះឆាប់ចាំឬគេនិយាយរឿងអីស្មុគស្មាញមកយើងយល់ភ្លាមបញ្ញាចាក់ទលុះយល់ដឹងកិច្ចការខុសត្រូវភ្លាមនេះអានិសង្សទី4ហើយបញ្ញានេះត្រូវការណាស់សម្រាប់ពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកទូលមានឲ្យយើងសន្សំបញ្ញាឲ្យបានគ្រប់គ្នាទើបជីវិតយើងរស់នៅបានល្អប្រសើរតែមានបញ្ញាហើយយើងរកទ្រព្យសម្បត្តិឲ្យបានទាំងអស់យសស័ក្តិទ្រព្យសម្បត្តិសេចក្តីសុខសួស្តីបុណ្យស័ក្តិនៅទាំងអស់នេះបញ្ញានឹងជាតួសំខាន់បំផុតបានជាព្រះសម្មាសម្ពុទ្ធលោកឲ្យយើងគ្រប់គ្នាសន្សំបញ្ញាតែញោមញៀនមិនដែលដឹងថាពុទ្ធលោកឲ្យយើងសន្សំបញ្ញាទេញោមញៀនមើលមកអ្នកនៅស្រុកបារាយណ៍នៅណាគេមានផ្ទះថ្មសសអត់មានឡានមានរថយន្តឲ្យជិះមកពីគេមានបញ្ញាបានគេរកទ្រព្យនឹងបានណាគេមានបញ្ញាហើយសម្រាប់អ្នកដែលក្រខ្សត់ញោមញៀនហ្នឹងឃើញតែខ្វះទេអ្នកដើររើអិតចាយអីផ្សារហ្នឹងអ្នករែកអត់រែកថ្មឲ្យគេធ្វើផ្ទះមកពីល្ងន់ហើយអត់បញ្ញាឲ្យបានធ្លាក់ខ្លួនទៅជាអញ្ចឹងនឹងបញ្ញាពុទ្ធលោកឲ្យសន្សំហើយបើកាលណាញោមញៀនធ្វើបុណ្យកឋិនហើយអនាគតទៅនឹងមានបញ្ញាភ្លឺថ្លាជីវិតនឹងបានតាំងរុងរឿងល្អសុខស្រួលក្នុងការរស់នៅហ្នឹងអានិសង្សទី5ចក្រវត្តរាជាថានឹងបានកើតស្ដេចចក្រពត្តិក្នុងជាតិណាមួយហ្នឹងបើស្ដេចចក្រពត្តិក្រណាញញែកក្រជាងពុទ្ធទៅទៀតប៉ុន្តែត្រាស់ដឹងមកបានថាហ្នឹងអានិសង្សទី5រៀបបើញោមញៀនកើតទឿនសាសនាពុទ្ធអង្គណាទីព្រះសិអាមេត្រីលោកត្រាស់ដឹងនៅពេលខាងមុខញោមញៀនជាថ្លាចង់បួសទាំងស្រីទាំងប្រុសទៅដល់ទូលព្រះពុទ្ធថាបបិទ្ធប្រមានពពាខ្ញុំព្រះអង្គនេះចង់បួសក្នុងសាសនាព្រះអង្គទូលព្រះពុទ្ធតែប៉ុណ្ណឹងទៅព្រះអង្គទ្រង់ពំបួសដោយមានពុទ្ធដីកាថាអេហេភិក្ខុប្រែជាខ្មែរថាអ្នកចូលជាភិក្ខុចោលដល់ចឹងទៅវាកើតស្បង់ជីវរពេញតែខ្លួនឡើងមកដោយរូបនិមិត្តសក់ក៏រួញអត់មានប្របាក់កោអីទីទេមកជីវិតបួសក្នុងពេលហ្នឹងគឺបួសទីបញ្ចប់ឲ្យញោមញៀនអត់មានត្រឡប់ទៅផ្ទះវិញទេណាបងតែបានទេញោមញៀនបួសថ្ងៃនេះអត់ទុកចិត្តតែមិនចូលត្រឡប់ទៅផ្ទះវិញអស់ចូលត្រឡប់ទៅផ្ទះវិញហើយក៏ដល់បួសក្នុងពេលហ្នឹងអត់តែគឺទីបញ្ចប់ដែលប្រាថ្នានៅព្រះនិព្វានហ្នឹងគឺបានសម្រេចក្នុងពេលនោះឯងតែបានទេញោមញៀនអេភិក្ខុគឺដល់ទីបញ្ចប់គឺព្រះនិព្វានដែលញោមញៀនតែងប្រាថ្នានេះអានិសង្ស5យ៉ាងរបស់ញោមញៀនគ្រប់គ្នាទាំងអស់ដែលធ្វើបុណ្យកឋិនហ្នឹងបើអញ្ចឹងឲ្យញោមញៀនព្យាយាមធ្វើបុណ្យកឋិនឲ្យបានច្រើនដើម្បីសន្សំបញ្ញាបារមីឲ្យចាស់ខ្លាឡើងតែបានញោមញៀនបុណ្យនោះរុញយើងឲ្យទៅកើតទិនព្រះពុទ្ធដែលលោកត្រាស់ដឹងគឺព្រះសិអាតែបានទេឃើញទេព្រមមកត្អូញត្អែប្រាប់ព្រះថាពុទ្ធនឹងថាបរិស័ទ4ចម្ពោះដោយការឈូក្នុងជលឋានផ្លែងប្រាប់ពុទ្ធថាផ្កាឈូមកក្រុមវាផុសផុតពីទឹកហើយមកក្រុមទៀត7ម៉ឺនទឹកមកក្រុមទៀតនៅពាក់កណ្ដាលទឹកមកក្រុមទៀតក្នុងភក់ហ្នឹងផ្កាឈូកដែលរីកបានតែផ្កាឈូកដែលផុសពីទឹកទេព្រះអាទិត្យនឹងដូចជាតួពុទ្ធលោកសំដែងធ្វើឲ្យមកចោលកម្មស្វ័យមកផ្កាឈូកទទួលបានរីកបានតែបានទេញោមញៀនមានបញ្ញាចាក់ឆ្លុះក្នុងសច្ចៈធ្វើអាហ្នឹងរីកបានដល់ព្រះទេតែនៅពំទឹកអត់មានរីកបានណាពាក្យកណ្ដាលក៏រីកមកក្នុងភក់ក៏រីកមកនៅវែងឆ្ងាយណាបើចឹងញោមញៀនខំបំពេញបន់ឲ្យផ្កាឈូកលូតផុតពីទឹកតែបានទេញោមញៀនអូបងនោះអានិសង្សបានយើងឆ្លងផុតអំពីសេចក្តីទោសទីបញ្ចប់ពុទ្ធសាសនាគឺព្រះនិព្វានតែបានទេញោមញៀនឥឡូវអានិសង្ស5របស់ព្រះសង្ឃក៏រៀបរាប់ប្រាប់ឲ្យអានិសង្ស5របស់ញោមញៀនក៏រៀបរាប់ប្រាប់អស់ហើយបើអញ្ចឹងធ្វើទេសនាក្នុងឱកាសនេះក៏ដូចជាគួរសមល្មមតាមការនឹងវេលាហើយតែ
នៅសង្ស័យតែញោមញានឹងស្ដាប់បានប្រមាណទេបងនឹងយល់បានប្រមាណទេបងចឹងបើញោមញាស្ដាប់បានទាំងអស់គ្នាហើយអាត្មាអត់ប្រមាថមកទេសនាស្រុកនេះទៀតទេបើញោមញាចេះដឹងអស់ហើយបងណាបើញោមធ្វើទេសនាក្នុងកម្មវិធីបុណ្យកឋិនរបស់ញោមញាគ្រប់គ្នាទាំងអស់បើដែលប្ររពធ្វើឡើងគឺទឹកចិត្តហ្នឹងគឺបង្អោនប្រគិនចំពោះព្រះភិក្ខុសង្ឃដែលគង់ចាំអាសានៅវត្តបាណការាមហៅវត្តបាណកនេះបងក៏រមងគួសំតាមកាលវេលាតែមុនបញ្ចប់ទេសនាទេសនាសំជូនពោញោមញាឲ្យកើតបញ្ញាគ្រប់គ្នាដល់បាននេះញោមញាបញ្ញាយល់ដឹងខុសត្រូវទាំងអស់ចាំដឹងថាអោគេធិនគេធ្វើយ៉ាងនេះធ្វើយ៉ាងនោះមានអីក៏មិនមានអីក៏បានមានអីក៏បានគឺវាស្រេចនៅតែស្មងយពោតែទូកធិនតែបានទេអានោះបញ្ញាយ៉ាងបងធ្វើទេសនាក្នុងឱកាសនេះក៏សន្មតថាចប់តែប៉ុណ្ណេះឯងអេវ៉ាំងអើយបើសាធុលឺខ្លាំងសាធុលឺខ្លាំង